ខ្ញុំឈ្មោះទេពសុពណ៌វេលាមានអាយុ20ឆ្នាំរៀនខាង Animation នៅ Fabulous សិល្បៈជំរាបសួរខ្ញុំបាទឈ្មោះណារងជាសិស្សផ្នែកសៀកនៃសហគមន៍ Fabulous សិល្បៈឆ្នាំទី1ពេលនៅសាលាចិត្តគូររូបពេលនៅផ្ទះចិត្តស្ដាប់បទចម្រៀងនៅពេលទំនេរពីការហាត់ខ្ញុំចូលចិត្តឆែកមើលក្បាច់ហាត់ថ្មីហើយនឹងស្វែងរកកលឹះថ្មីដែលខ្ញុំហាត់ខ្ញុំមានអារម្មណ៍ប្លែកនិងសប្បាយចិត្តពេលបានបញ្ចេញអារម្មណ៍លើសិល្បៈមូលហេតុដែលខ្ញុំចូលសិល្បៈដោយសារខ្ញុំស្រឡាញ់វាហើយខ្ញុំចង់ក្លាយជាតារាសម្ដែងមួយរូបដល់ល្បីខ្ញុំដឹងថាខ្ញុំស្រឡាញ់ភេទដូចគ្នាកាលទី4ហើយអ្នកទាំងអត់បានដឹងខ្ញុំមករៀននៅ Fabulous សិល្បៈខ្ញុំមិនទទួលបានការរើសអើងទេពីដំបូងខ្ញុំអត់តន់ដឹងថាស្រឡាញ់ភេទដូចគ្នាខ្ញុំអត់ដឹងទេតែពេលខ្ញុំអាយុខ្ទង់អាយុ15ឆ្នាំខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាខ្ញុំស្រឡាញ់ប្រុសអត់អាចស្រឡាញ់ស្រីបានទេនៅពេលដែលគាត់ដឹងថាស្រឡាញ់ភេទដូចគ្នាគាត់និយាយរងធម្មតាអ្នកដែលស្រឡាញ់ភេទដូចគ្នាទទួលបានការរើសអើងមិនមានគេមិនឲ្យតម្លៃហើយទទួលបានពាក្យមិនសមរម្យពីដំបូងប៉ាម៉ាក់ខ្ញុំគាត់អត់យល់ស្របពីខ្ញុំទេគាត់ថាស្រឡាញ់ប្រុសអត់កើតទេស្រឡាញ់ស្រីវិញទៅនៅផ្ទះម៉ាក់តែងតែនិយាយឲ្យកែខ្លួនបញ្ហាដែលខ្ញុំជួបហ្នឹងគឺជួបច្រើនណាស់បងដោយសារទីមួយពេលខ្ញុំទៅក្រៅគឺគេរើសអើងខ្លាំងមែនទែនគេហៅខ្ញុំអាខ្ទើយឬភេទទី3អញ្ចឹងណាបងបច្ចុប្បន្ននេះប៉ាម៉ាក់ខ្ញុំក៏យល់ស្របថាអូខេបាប់កូនឯងស្រឡាញ់ក៏ស្រឡាញ់ទៅប៉ាអត់ហាមឃាត់អីទេខ្ញុំរឹងមាំដើរទៅមុខភាសាការលើកទឹកចិត្តពីអ្នកជុំវិញខ្លួនខ្ញុំខ្លួនឯងខំប្រឹងអភិវឌ្ឍទៅមុខដើម្បីឲ្យអ្នកផ្សេងឃើញថាខ្ញុំមានសមត្ថភាពអាចដើរទៅមុខបានសម្រាប់មិត្តភក្តិខ្ញុំវិញគាត់ជាអ្នកស្រឡាញ់ភេទដូចគ្នាដែរហើយគាត់ជួយលើកទឹកចិត្តខ្ញុំហើយជួយ support ខ្ញុំហើយគាត់ប្រាប់ថាហើយស្រឡាញ់អីដែលជាខ្លួនឯងហើយកុំខ្វល់ពីអ្នកដទៃទោះបីគេរើសអើងខ្ញុំមែនតែខ្ញុំអត់ខ្វល់ពីគេតែខ្ញុំត្រូវតែខំប្រឹងហើយខ្ញុំដើរទៅមុខសារសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នាដូចខ្ញុំពិបាកវាអត់ស្រួលដូចអ្នកដែលស្រឡាញ់ភេទដូចគ្នាในអនាគតចង់ឃើញអ្នកស្រឡាញ់ភេទដូចគ្នាទទួលបានសិទ្ធិដូចគ្នាខ្ញុំចង់លើកទឹកចិត្តពួកគាត់កុំសើរើសអើងពួកខ្ញុំដោយសារពួកខ្ញុំជាមនុស្សស្រឡាញ់ភេទដូចគ្នាចឹងហើយសូមពួកគាត់កុំរើសអើងពួកខ្ញុំមានសារសម្រាប់អ្នកដែលមិនទាន់បានបង្ហាញខ្លួនឬក៏ធ្វើជាខ្លួនឯងត្រូវដើរទៅមុខជំរុញទឹកចិត្តខ្លួនឯងជំនះរកពាក្យសម្ដីដែលគេមើលងាយសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នាដូចជាខ្ញុំសូមកុំអស់សង្ឃឹមក្រោកឈរឡើងស្រឡាញ់ខ្លួនឯងឲ្យបានច្រើនក៏ខ្វល់ពីសម្ដីអ្នកដទៃស្រឡាញ់ខ្លួនឯងឲ្យបានច្រើនអរគុណ